ក្តាមស្រែខែកដឹកចាល្អខ្លាំងមែនទែនបងប្អូនសាក់គិតមើលថាយកទៅធ្វើអីតំណងចាសម្រាប់ខ្ញុំភ្លាធ្វើប្រាយឬក៏មកជូរខួរក្តាមលហុងអីធ្លាប់ធ្វើឲ្យអស់ហើយនៅតែស្លបហើនំបញ្ចុកអីគឺអត់ដែលងាយបានធ្វើទេចាព្រោះដោយសារយើងប្រើពេលរឿងយូរដែរយើងនៅបុកនៅអីអញ្ចឹងណាចាថ្ងៃហ្នឹងគឺខ្ញុំមកធ្វើជាមួយនឹងប្រហើនំបញ្ចុកក្តាមម្ដងនិយាយទៅក្តាមកុំឃើញទូចអញ្ចឹងណាបងប្អូនតែខ្លាញ់វាឡើងពេញតែម្ដងខែហ្នឹងគឺល្អខ្លាំងមែនទែនបងប្អូនឃើញខ្លាញ់ក្តាមអនអញ្ចឹងក្នុងចិត្តគិតថាបើបានខ្វះមួយឆ្នុកយកទៅអាំងមិនដឹងជាឆ្ងាញ់មិនទេចាមួយឆ្នុកហ្នឹងគឺអស់បាយមួយចានម្នាក់ឯងតែម្ដងតែបងប្អូនលើយើងងាកមកមើលជាមួយនឹងប្រហើនំបញ្ចុកយើងវិញបន្ទាប់ពីយើងបកក្តាមស្អាតហើយអស់ឆ្កែជាមួយនឹងខ្លាញ់យើងចេញហើយអស់គឺយើងមកធ្វើការបុកជាមួយនឹងក្តាមបងប្អូនជាមួយនឹងក្តាមយើងគឺបុកយកទឹកមិនមែនយកកាអីកុំដូចខ្ញុំពីក្មេងចាខ្ញុំគិតថាយកកាយកទៅស្លហើយបន្ទាប់ពីយើងដាំទឹកហើយយើងមកស្ងោរជាមួយនឹងត្រីយើងក្នុងនឹងក៏មានកែបមួយដែរចាហើយយើងដាំទឹកហើយយើងបង់ជាមួយនឹងខ្ជាយជាមួយនឹងប្រហុកហើយបន្ទាប់ពីត្រីយើងបានឆ្អិនហើយគឺយើងលើកមកយកមកបេះបុកជាមួយនឹងគ្រឿងចាសម្រាប់គ្រឿងបុកយើងគឺមានតែគល់ក្រីហើយនឹងល្មៀតទេបងប្អូនហើយបន្ថែមជាមួយនឹងមើមខ្ទឹមនិយាយទៅប្រហើនេះបងប្អូនគឺប្រហើរសជាតិដើមតែម្ដងមានបងប្អូនណាគិតដូចខ្ញុំខ្លះពីមុនឲ្យតែទៅទិញជាមួយនឹងស្លប្រហើនំបញ្ចុកគិតថាគេប្រហែលជាបុកกระดาษជូតមកដាក់ថាមើលទៅបានជាទឹកស្លខាប់អញ្ចឹងចាលើលេងឆោតអីទឹកស្លខាប់ដោយសារតែយើងបុកត្រីដាក់ច្រើនទៅវាខាប់វាឆ្ងាញ់ហីតោះលើយើងងាកមួយស្លយើងវិញបន្ទាប់ពីបុកត្រីហើយគឺដាក់ជាមួយនឹងសាច់ត្រីចូលជាមួយនឹងទឹកក្តាមនឹងចូលមកចាស្លក្តាមគេស្លឲ្យគោទេតែខ្ញុំជ្រុលដៃគោបាត់ទេចាដោយសារតែគោទៅខ្លាច់ស្ងាមតែអីទេព្រោះដោយសារក្តាមយើងសើរស់វាអត់ស្ងាមដែរចាងាកមកបែកខាងនេះបងស្រីគាត់កំពុងតែធ្វើជាមួយនឹងលបាយនំបញ្ចុកយើងបងប្អូនបន្ទាប់ពីស្លយើងចិត្តពុះយើងមកចាក់ជាមួយនឹងខ្លាញ់ក្តាមយើងចូលហើយមកហើយទុកវាពុះមកគឺវាឡើងពណ៌ឡើងលឿងបែបហ្នឹងតែម្ដងនិយាយទៅរសជាតិគឺជាតិតែម្ដងចាហើយសម្រាប់បងគ្រឿងគឺបងស្ករប៊ីចេងអីតាមហ្នឹងមកខ្ញុំអត់បានថតទេស្រាប់ស្លមកឆ្នាំនេះគឺអត់មានប្រើជាមួយនឹងខ្ទិះដូងខ្ទិះអីទេគឺរសជាតិដើមតែម្ដងចាបន្ទាប់ពីស្លយើងបានពុះឆ្អិនហើយគឺយើងលើកមកដាក់មកតុកជុំគ្នាតែម្ដងចានិយាយទៅគឺខ្វែងដៃខ្វែងជើងគ្នាធ្លាប់តែញ៉ាំជាមួយនឹងប្រហើត្រីឬក៏ជាមួយនឹងស្លការីដល់ពេលយើងមកសាក់ជាមួយនឹងប្រហើខូក្តាមចេះវិញបងប្អូននិយាយទៅគឺប្លែកមាត់ហ្មងហើយសេបបយនំបញ្ចុកជើងប្រហែលជាមួយនឹងធួយធំទេខ្ចីអីចេះទៀតបងប្អូនត្រូវម៉ាច់តែម្ដងចាម្នាក់អស់ពីវិចានអីយោគាត់តែឈរមើលមាត់បងប្រុសខ្ញុំញ៉ាំក៏ខ្ញុំលេបទឹកមាត់ដែរលើគឺមកដាក់មួយម៉ាត់ខ្លួនឯងមើលចានិយាយទៅមិនឲ្យប្លែកមេចាយើងធ្លាប់តែញ៉ាំជាមួយនឹងការីឬក៏ប្រហើដាក់ដូងអីអញ្ចឹងប៉ុន្តែបើយើងមកស្លជាមួយនឹងប្រហើខួរក្តាមនេះគឺមិនងាយបានញ៉ាំទេអញ្ចឹងដាក់យូរម្ដងគឺប្លែកមាត់ហើយមកត្រូវជាមួយនឹងអាធួយកធំធេតនេះទៀតអញ្ចឹងទៅគឺអែមតែម្ដងនិយាយទៅរសជាតិឲ្យ10លើ10ហ្មងបងប្អូនដែលចង់សាកអាចសាកធ្វើបានណាចា